តោះអូនអ្នកក៏ដល់មើលល្ខោនបាននៅកុំភ្លេចយប់នឹងល្ខោនវត្តកំពង់ស្វាយធ្វើការចុច share ឲ្យ take ហៅប្រពោះគ្នាមកមើលល្ខោនវត្តកំពង់ស្វាយផងយកកទេយកឲ្យមកក្រាចាប់កន្លែងហើយមកនេះមានបងប្អូនយើងកំពុងធ្វើការយកកទេមកក្រាបដៅហើយទាំងនេះគឺជាទស្សនវិជ្ជានៅវត្តកំពង់ស្វាយលោកតាក៏កំពុងតែរៀបវិច័យដើម្បីយកទៅកសាងវត្តមកមើលល្ខោនកុំភ្លេចចូលវិច័យលោកតាផងហើយនេះបងប្អូនអ្នកលក់ដូរកំពុងតែបញ្ញាប់ដៃបញ្ញាប់ជើងរៀបចំការលក់ដូរក៏ដូចជាការលេងល្បែងដូចជាគប់ពេប៉ោងក៏មានរបស់របរលក់ដូរជាច្រើននៅក្នុងវត្តហើយមានលក់តាំងពីត្រេនទៀតណាដោយសារខែនេះខែត្រេនអញ្ចឹងបងប្អូនក៏យកត្រេនមកលក់នៅក្នុងវត្តហើយមានអវ៉ាន់ច្រើនទៀតកុំភ្លេចមកចូលរួមទស្សនាល្ខោនទាំងអស់គ្នានៅក្នុងបរិវេណវត្តកំពង់ស្វាយឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលគឺមានតែមួយយប់ហ្នឹងទេកម្មវិធីល្ខោននេះគឺជាកម្មវិធីដែលចៅអធិការវត្តកំពង់ស្វាយធ្វើបនជូនម្ដាយរបស់គាត់បន្ទាប់មកគាត់ក៏ធ្វើការដាក់ល្ខោននៅក្នុងបរិវេណវត្តកំពង់ស្វាយតតែម្ដងណែបងប្អូនណាហូតរះមកចាប់កន្លែងខាកទេលហើយប្រយ័ត្នអស់កន្លែងណាគឺបរិវេណកន្លែងយើងមើលល្ខោនហ្នឹងរៀងទូចដែរអញ្ចឹងដល់តាហូបបញ្ញាមកឲ្យតាន់មុនគេនេះគឺផ្លូវចូលឆក់ធំសម្រាប់វត្តកំពង់ស្វាយហើយព័ត៌មានមួយទៀតគឺអាទិត្យក្រោយនៅក្នុងឃុំកំពង់ស្វាយគឺនៅដីឡូក៏មានការប្រគំ concert ហើយនឹងក៏មានការបដាល់ថ្នាលយុវជនផងដែរ